រកឃើញហើយម្ចាស់ជើងឯកប្រចាំស្រុកប្រាសាទសម្បូរក្នុងការប្រកួតដកស្រង់បច្ចេកទេសនាថ្ងៃនេះនោះគឺទូកងន់ដែលមានឈ្មោះថាពោក្បាល3បារមីសេសសរបស់បងប្អូនយើងនៅខាងភូមិអន្លង់ស្លែងឃុំឈុកស្រុកប្រាសាទសម្បូរនៃខេត្តកំពង់ធំក្នុងការប្រកួតវគ្គដាច់ព្រាត់ជាមួយនឹងទូកងន់ដែលមានឈ្មោះថាមហាព្រះពាយរបស់បងប្អូនយើងនៅខាងស្រុកកំពង់ស្វាយអញ្ចឹងបងប្អូនយល់បែបណាដែរចំពោះទម្រង់នៃការអុំទូកក្នុងការដកស្រង់បច្ចេកទេសក្នុងថ្ងៃនេះគឺមានអារម្មណ៍ថាអូសប្បាយភ្នែកមើលមែនទែនខ្ញុំបងប្អូនគឺមើលតាម live ទេប៉ុន្តែមានអារម្មណ៍ថាពុះ control ខ្លាំងមែនទែនចុះទម្រាំនឹងបងប្អូនដែលបានតែមើលផ្ទាល់ទេមិនដឹងថាល្អមើលប៉ុណ្ណាអញ្ចឹងការប្រកួតថ្ងៃនេះដូចថាតាំងពីព្រឹកចាប់តាំងពីម៉ោង9ម៉ោង10ថ្ងៃត្រង់រហូតដល់ម៉ោង4ម៉ោង5នេះគឺចប់ជាស្ថាពរហើយនឹងបានរកឃើញម្ចាស់ជើងឯកអញ្ចឹងមានតែអរគុណបងប្អូនយើងដែលបានចូលរួមទៅក្នុងការប្រកួតក្នុងថ្ងៃនេះជាពិសេសគឺបងប្អូនចំណោះទូកដែលបានទៅគេហដ្ឋានវិញសូមទទួលបានសុខសុវត្ថិភាពល្អទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាបាទសរុបមកវិញទូកងពោក្បាល3បារមីសេសសនេះគឺជាស្នាដៃមួយរបស់មេជាងកុងឡាចដែលជាជាងទូកចន្ទុលប្រចាំស្រុកប្រាសាទសម្បូរយើងផ្ទាល់តែម្ដងអូលយមែនតើអរគុណបាទបងប្អូននេះគឺជាគូលើកពៀនគូលើកពៀនបាទតែទឹកខាងក្នុងទូកដែលមានឯកសណ្ឋានពណ៌ផ្កាឈូកជាប់ទឹករបស់បងអើយបាទទូកដែលមានឯកសណ្ឋានពណ៌ផ្កាឈូកចុងចង្វាពណ៌សបាទដែលអញ្ជើញមកពីខាងស្រុកកំពង់ស្វាយវត្តស្លែងបាទគុំក្តីនោះតែទឹកខាងក្នុងនេះគឺជាទូកដែលមានទំហំថាមហាព្រះពាយពិសេសហើយពិសេសទៅដល់មានតែទឹកខាងក្នុងឲ្យតាមខាងក្រៅពិសេសទៅដល់ទឹកខាងក្រៅឯកសណ្ឋានចម្រុះក្នុងមហាព្រះពាយគឺជាទូកដែលមានប្រាជ្ញាថាពោក្បាល3បារមីសេសសបាទមួយគូនេះទូកមួយណាឈ្នះនឹងលើកពៀនបាទនៅថ្ងៃទី29ខែកក្កដាឆ្នាំ2026នៅបឹងមលិចនេះបាទបងប្អូនទូកទាំងពីរនេះមួយណាឈ្នះលើកពៀនបងប្អូនកំពុងតែនៅតាមបន្តមកឡាយទេបងប្អូនបាទតែទឹកខាងក្នុងឬខាងក្រៅបងប្អូនខាងក្នុងឬខាងក្រៅមកដល់ទីព្រាត់បាទតែទឹកខាងក្រៅម្ចាស់ពៀនបាទម្ចាស់ពៀនគឺបានទៅលើពោក្បាល3បារមីសេសសបាទឈ្នះមិនតិចតួចទេទៅលើមហាព្រះពាយបាទអបអរសាទរខាងពោក្បាល3បារមីសេសសបាទទទួលបានចំណាត់ថ្នាក់លេខ1នៅក្នុងព្រឹត្តិការណ៍ការប្រណាំងទូកនៅក្នុងបឹងមលិចភូមិជុកបឹងភូមិជុកស្រុកប្រាសាទសម្បូរខេត្តកំពង់ធំ